សារព្រមានរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រអំពីការស្វែងរកមនុស្សក្រៅភពកុំក្បាលរឹងតាមរកមនុស្សក្រៅភពឲ្យសោះប្រសិនបើមិនចង់ឲ្យផែនដីរលាយហើយពូជពង្សរបស់មនុស្សត្រូវផុតរលត់នេះគឺជាការព្រមានរបស់អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញនៅក្នុងសតវត្សទី21គឺលោកសាស្ត្រាចារ្យ Stephen Hawking ប៉ុន្តែលោកបានស្លាប់បាត់ទៅហើយកាលពីឆ្នាំ2018នៅក្នុងអាយុ76ឆ្នាំលោក Stephen Hawking ដែលត្រូវបានគេទុកថាជាអ្នកដែលបានសិក្សាច្រើនផ្នែករូបវិទ្យាហើយនិងវិទ្យាសាស្ត្រពាក់ព័ន្ធជាមួយនឹងអវកាសបានប្រកាសថាពពួកមនុស្សក្រៅភពក្រោយពេលរកឃើញផែនដីហើយពួកគេអាចនឹងកំទេចជីវិតមនុស្សដើម្បីកាន់កាប់ភពផែនដីលោក Stephen Hawking ជឿថាពពួកមនុស្សក្រៅភពដែលកំពុងតែរស់នៅក្នុងភពរបស់ពួកគេនោះច្បាស់ជាមិនស្វាគមន៍ការទៅដល់របស់មនុស្សយើងទេពួកគេមិនរីករាយចំពោះការដែលមនុស្សពីភពផែនដីរបស់យើងធ្វើដំណើរទៅកាន់ពិភពរបស់គេទេពីព្រោះពួកគេយល់ថាមនុស្សយើងនឹងនាំយកនៅសេចក្តីវិន័យទៅកាន់ភពរបស់ពួកគេដូច្នេះពួកគេនឹងព្យាយាមសងសឹកមកលើមនុស្សលើភពផែនដីម្យ៉ាងវិញទៀតចំពោះការមកដល់ភពផែនដីពីសំណាក់មនុស្សក្រៅភពទាំងអស់នោះក៏មិនមែនជារឿងល្អសម្រាប់មនុស្សយើងដែរការដែលពួកគេខំប្រឹងធ្វើដំណើរពីភពមួយទៅកាន់ភពមួយពីផ្កាយមួយទៅកាន់ផ្កាយមួយពួកគេច្បាស់ជាមានគោលបំណងកេងចំណេញគឺដូចគ្នាទៅនឹងការដាក់អាណានិគមទៅលើទឹកដីថ្មីនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សយើងអញ្ចឹងដែរជាក់ស្ដែងនៅក្នុងប្រវត្តិសាស្ត្រគឺដូចជាការរុករកដែនដីថ្មីរបស់លោក Christopher Columbus សម្រាប់ប្រទេសមហាអំណាចដាក់អាណានិគមហើយការរកឃើញនិងធ្វើដំណើរទៅដល់ដែនដីថ្មីពីសំណាក់ក្រុមអ្នករុករកទាំងអស់នោះតួយ៉ាងដូចជាដែនដីអាមេរិកជាដើមបណ្ដាលឲ្យមនុស្សដែលជាជនជាតិដើមនៅទីនោះត្រូវជួបនៅសេចក្តីវិន័យហិនហោចយ៉ាងខ្លោចផ្សានៅក្នុងសារព្រមានរបស់លោក Stephen Hawking គាត់បាននិយាយអំពីភពមួយដែលមានឈ្មោះថា Place 832c ដែលមនុស្សបានរកឃើញកាលពីឆ្នាំ2014មានចម្ងាយប្រមាណជា16ឆ្នាំពន្លឺពីភពផែនដីលោកលើកឡើងថានេះគឺជាភពដែលអាចមានពួកអេលីនរស់នៅអ្នកប្រាជ្ញរូបវិទ្យាសតវត្សទី21រូបនេះជឿថានៅថ្ងៃខាងមុខឆាប់ៗនេះភពផែនដីរបស់យើងនឹងទទួលបានសញ្ញាពីក្រុមមនុស្សក្រៅភពណាមួយហើយដល់ពេលនោះយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យមែនទែនចំពោះការឆ្លើយតបទៅកាន់ពួកគេវិញការលើកឡើងរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រម្នាក់នេះគឺហាក់ដូចជាស្របគ្នាជាមួយនឹងការទស្សន៍ទាយរបស់ហោរាគឺលោកជ័យបាវ៉ាន់ហ្កាដែលបានលើកឡើងថាមនុស្សនឹងមានទំនាក់ទំនងជាមួយជីវិតក្រៅភពជាផ្លូវការនៅក្នុងពេលឆាប់ៗនេះទិញទំនិញស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor Stephen Hawking ទទួលស្គាល់ថាលោកហាក់ដូចជាមានគំនិតអវិជ្ជមានចំពោះទំនាក់ទំនងរវាងមនុស្សលើផែនដីនិងមនុស្សក្រៅភពផែនដីក៏ប៉ុន្តែការយល់ឃើញអវិជ្ជមាននឹងធ្វើឲ្យអ្នកវិទ្យាសាស្ត្ររបស់យើងមានការប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំចាំដល់មានគ្រោះថ្នាក់មកដល់ទើបស្ដាយក្រោយនៅក្នុងឆ្នាំ2010លោក Stephen Hawking បានលើកយកប្រធានបទមនុស្សក្រៅភពកំទេចមនុស្សលើផែនដីដើម្បីមកជជែកពិភាក្សាដេញដោលនៅក្នុងទូរទស្សន៍ Post Discovery Channel ម្ដងឬមកហើយក្រោយពីលោកកាន់តែមានវ័យចំណាស់ទៅនិងធ្វើការសិក្សាស្រាវជ្រាវកាន់តែច្រើនទើបលោកកាន់តែជឿជាក់ថាមនុស្សយើងមិនមែនរស់នៅតែឯងនៅក្នុងចក្រវាឡដ៏ធំធេងនេះទេនៅស្របពេលដែលលោកប្រមានអំពីគ្រោះថ្នាក់នៃមនុស្សក្រៅភពចំពោះមនុស្សលើភពផែនដីលោកក៏បានលើកឡើងអំពីក្តីបារម្ភចំពោះបញ្ហាឡើងកម្ដៅរបស់ផែនដីផងដែរលោកនិយាយថាការឡើងកម្ដៅនៃផែនដីនេះវារឹតតែគ្រោះថ្នាក់ជាងការឈ្លានពានរបស់មនុស្សក្រៅភពទៅទៀតប្រសិនបើគ្មានដំណោះស្រាយទេមនុស្សយើងប្រហែលជាដាច់ពូជមុនពេលដែលមនុស្សក្រៅភពបានរកយើងឃើញទៅទៀតបើកម្ដៅផែនដីចេះតែបន្តកើនឡើងភពផែនដីនឹងក្លាយទៅជាភពក្តៅហួតហែងដូចជាភពសុក្រឬក៏ភព Venus គាត់បានព្យាករណ៍ថាផែនដីរបស់យើងនឹងអាចក្លាយទៅជាផ្ទះដ៏ក្តៅគគុកដែលមនុស្សយើងលែងអាចបន្តរស់រានមានជីវិតបាននៅកាលនោះលោក Stephen Hawking ក៏បានលើកឡើងផងដែរថាការសម្រេចចិត្តដ៏អាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុនៅក្នុងទីក្រុងប៉ារីសពីសំណាក់លោក Donald Trump កាលពីអាណត្តិទី1នោះគឺរឹតតែធ្វើឲ្យមានបញ្ហាឡើងកម្ដៅផែនដីកាន់តែធ្ងន់ធ្ងរការលើកឡើងរបស់អ្នកប្រាជ្ញរូបវិទ្យាម្នាក់នេះធ្វើឲ្យគេកាន់តែព្រួយបារម្ភខ្លាំងទៀតនោះគឺគាត់បាននិយាយថាពិភពលោកនឹងឡើងកម្ដៅរហូតដល់ទៅ250អង្សាសេច្បាស់ណាស់នៅក្នុងស្ថានភាពដ៏ក្តៅបែបនេះតើមនុស្សអាចរស់នៅបានដែរឬទេយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រផ្សេងៗទៀតជាច្រើនបានជំទាស់ទៅនឹងការលើកឡើងរបស់លោក Stephen Hawking ដែលថាផែនដីអាចនឹងឡើងកម្ដៅដល់ទៅ250អង្សាសេពួកគេអះអាងថាភពផែនដីខុសពីភព Venus ឆ្ងាយណាស់ដោយសារតែភពផែនដីនៅឆ្ងាយពីព្រះអាទិត្យហើយម្យ៉ាងទៀតភពផែនដីមានស្រទាប់បរិយាកាសក្រាស់ដែលអាចការពារកម្ដៅបានច្រើនពីព្រះអាទិត្យប៉ុន្តែចុះបើថ្ងៃណាមួយស្រទាប់អូសូនដែលការពារផែនដីនោះត្រូវបានបំផ្លាញ
តើសីតុណ្ហភាព250អង្សាសេដែលជាការព្យាករណ៍របស់អ្នកប្រាជ្ញ Stephen Hawking អាចក្លាយជាការពិតដែរឬទេដូច្នេះការប្រមានពីចំណុចសំខាន់ៗរបស់លោក Stephen Hawking ទី1ពាក់ព័ន្ធជាមួយនឹងមនុស្សក្រៅភពទី2ពាក់ព័ន្ធជាមួយនឹងការឡើងកម្ដៅនៃផែនដីនេះគឺចង់ប្រាប់យើងថាមុននឹងគិតដល់គ្រោះថ្នាក់ដែលនៅសាងឆ្ងាយយើងគួរតែដោះស្រាយបញ្ហាគ្រោះថ្នាក់ដែលនៅក្បែរខ្លួនសិនទាក់ទងនឹងទស្សនៈអំពីមនុស្សក្រៅភពមានការយល់ឃើញផ្សេងៗគ្នាទី1អ្នកខ្លះយល់ថាមិនមានទេមនុស្សក្រៅភពនៅក្នុងចក្រវាឡជើងនេះមានតែមនុស្សនៅលើផែនដីតែប៉ុណ្ណោះឬនិយាយថាមានតែផែនដីទេដែលមានជីវិតរស់នៅរីឯទី2មនុស្សខ្លះទៀតយល់ថាមនុស្សក្រៅភពនោះពិតជាមានមែនពួកគេមានអរិយធម៌រីកចម្រើនជាងយើងឆ្ងាយណាស់ហើយមនុស្សក្រៅភពខ្លះទៀតនោះកំពុងតែចាប់ផ្ដើមមានអរិយធម៌តិចតួចឬក៏ទាបជាងយើងបើមនុស្សយើងខិតខំស្វែងរកភពដទៃនោះថ្ងៃណាមួយយើងអាចនឹងជួបពួកគេឬថ្ងៃណាមួយពួកគេអាចនឹងមករកយើងឃើញរីឯទី3អ្នកខ្លះទៀតជឿថាមនុស្សក្រៅភពគឺជាអ្វីដែលមនុស្សបុរាណចាត់ទុកថាជាទេវៈដែលធ្លាប់ធ្វើដំណើរមកកាន់ភពផែនដីរបស់យើងកាលពីរាប់ពាន់រាប់ម៉ឺនឆ្នាំមុននិងបានជួយបង្ហាត់បង្រៀនមនុស្សនៅចំណេះដឹងអភិវឌ្ឍសែនរបស់មនុស្សនិងនាំមនុស្សកសាងសំណង់ធំៗដូចជាប្រាសាទពីរ៉ាមីតនិងសំណង់យក្សជាច្រើនកន្លែងនៅទ្វីបអាមេរិកខាងត្បូងជាដើមចំពោះទស្សនៈទី4យល់ថាមនុស្សក្រៅភពបានសម្ងាំខ្លួននៅលើផែនដីរបស់យើងជាយូរយារណាស់មកហើយដោយពួកគេមានមូលដ្ឋាននៅទីកន្លែងណាមួយដែលមនុស្សយើងមិនអាចទៅដល់នៅក្នុងពេលសប្តាហ៍នេះដូចជានៅបាតសមុទ្រនៅក្រោមសតវផែនដីឬក៏នៅក្រោមទ្វីបទឹកកកអាក់ទិកឬអង់តាក់ទិកជាដើមចុះចំពោះអ្នកវិញតើអ្នកយល់យ៉ាងណាដែរចំពោះមនុស្សក្រៅភពសូមកុំភ្លេចបញ្ចេញមតិឬក៏ comment នៅក្នុងវីដេអូនេះដើម្បីឲ្យយើងទាំងអស់គ្នាបានដឹងអំពីការយល់ឃើញរបស់លោកអ្នក